សួស្តីបងប្អូនថ្ងៃនេះហាត់ប្រាណនៅក្នុងវត្តខ្ញុំចូលចិត្តហាត់ប្រាណនៅក្នុងវត្តបរិវេណក្នុងវត្តព្រោះខ្យល់បរិសុទ្ធល្អចិត្តទៅធ្វើអារម្មណ៍យើងស្រស់ស្រាយហើយមានបងប្អូនច្រើនអ្នកដែរទាំងស្រីទាំងប្រុសពូមីងអ៊ំបងប្អូនអីចឹងគាត់ហាត់ប្រាណជុំគ្នាអីចឹងហ្នឹងហើយបងប្អូនខ្ញុំឲ្យតាមកដល់ក្នុងវត្តចេះតែនឹកឃើញយើងនិយាយទៀតខ្ញុំឆ្ងល់បុគ្គលមួយចំនួននេះហ្នឹងហើយគាត់ទៅចិត្តធ្វើបុណ្យណាគាត់ទៅចិត្តធ្វើបុណ្យនិយាយទៅឲ្យតែដូចថាថ្ងៃសិលឬក៏កម្មវិធីបុណ្យធំដូចជាបុណ្យជុំបុណ្យចូលឆ្នាំអីចឹងណាគាត់អត់ដែរខានទេប៉ុន្តែមួយចំនួនណាប៉ុន្តែគាត់ចោទបានរឿងនិយាយដើមគេហ្នឹងហើយរឿងជាពាក់លុយគេអត់សកេងកឹបប្រវាញ់យកឈាមគេតិចតួចតិចហ្នឹងហើយអត់ចោលតែហ្មងណាប៉ុន្តែគាត់ចូលចិត្តធ្វើបុណ្យណាខ្ញុំតគិតសពទៅចង់ទៅសួរលោកទៀតណាចង់សួរថាតើបុគ្គលមួយចំនួនតូចចឹងណាតែងតែនិយាយដើមគេតែងតែជាពាក់លុយគេមិនសងអីចឹងទៅហើយចូលចិត្តធ្វើបុណ្យចឹងតើបានបុណ្យឬអត់ឲ្យតែមកដល់ក្នុងវត្តមានអត់មានថាមានកំណត់ចង់និយាយនឹងយូរហើយតែគេអត់បាននិយាយព្រោះជាតែជួបផ្ទាល់អញ្ចឹងណាបងប្អូនគាត់ធ្វើបុណ្យប៉ុន្តែគាត់ជេរគ្នាគាត់និយាយដើមគេគាត់បលឹះគេគាត់ចង់ទៅចាក់រុកគេឲ្យគេជ្រុះគ្នាអញ្ចឹងណាប៉ុន្តែគាត់ធ្វើបុណ្យតែអាហ្នឹងបានបុណ្យទេចង់សួរទៅដល់ប្រជាជនលោកតាលោកបងអីអញ្ចឹងណាឆ្ងល់មែនតាបងប្អូនខ្ញុំឆ្ងល់អ្នកខ្លះគាត់ដូចថាគាត់ចង់បានអាហ្នឹងមកពីអីបងប្អូនមកពីសន្តានឬក៏មកពីនិស្ស័យមនុស្សតើក្នុងចិត្តពួកគាត់ហ្នឹងយ៉ាងម៉េចគាត់ជ្រះថ្លាជាមួយនឹងពុទ្ធសាសនាដែរប៉ុន្តែគាត់មានអកតេមួយគឺនិយាយដើមគេហើយគឺចូលចិត្តលៀបពណ៌អីចឹងណាចូលចិត្តជាបចោអីចឹងទៅឌឺដងនៅក្នុងសង្គមអីចឹងទៅឲ្យថាគាត់មានរឿងអីមួយគាត់ផុសឌៀមដាមអីចឹងណាហ្នឹងហើយអរគុណមានតែប៉ុណ្្នឹងទេអរគុណច្រើនហើយបើសិនជាបងប្អូនឬក៏លោកតាលោកអ៊ំអ្នកមីងអីបងឬក៏ប្អូនអីក៏ដែលគាត់យល់ដឹងជាងខ្ញុំអាចជួយបកស្រាយក្នុងខមមិនបន្តិចមកខ្ញុំចង់ដឹងថាតើទង្វើបុគ្គលរបៀបហ្នឹងមួយចំនួនតូចហ្នឹងតើបានបនអត់